អាមេរិកប្រាមីស៊ីលសាហាវបំផុតបាញ់ពន្លិចនាវាចម្បាំងអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីសង្គ្រាមលោកលើកទី2បាញ់ចេញពីនាវាមុជទឹកត្រឹមតែមួយគ្រាប់ប៉ុណ្ណោះអាចគំទេចនាវាចម្បាំងអ៊ីរ៉ង់ដ៏មានតម្លៃមួយគ្រឿងបានយ៉ាងងាយរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិកលោក Pete Hegseth បាននិយាយនៅថ្ងៃទី4ខែមីនាថានាវាមុជទឹកអាមេរិកបានបាញ់ពន្លិចនាវាចម្បាំងអ៊ីរ៉ង់ឈ្មោះថា Soleimani ជាការដាក់ឈ្មោះតាមលោកឧត្តមសេនីយ៍ Qasem Soleimani មេទ័ពធំមួយរូបក្នុងជួរកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ដែលអាមេរិកបានសម្លាប់កាលពីខែមករាឆ្នាំ2020អំឡុងអាណត្តិដំបូងរបស់លោកប្រធានាធិបតី Donald Trumpបើតាមអនុរដ្ឋមន្ត្រីការបរទេសស្រីលង្កាមនុស្សយ៉ាងហោចណាស់80នាក់បានស្លាប់ក្នុងហេតុការណ៍បាញ់ពន្លិចនាវាចម្បាំងអ៊ីរ៉ង់នៅពេលដែលនាវារងគ្រោះកំពុងធ្វើដំណើរត្រឡប់ពីឥណ្ឌាឆ្ពោះទៅអ៊ីរ៉ង់វិញបន្ទាប់ពីទើបបញ្ចប់ការចូលរួមសម្យុទ្ធកងទ័ពជើងទឹកនៅតំបន់ឈូងសមុទ្រ Bengal ចន្លោះថ្ងៃទី18ដល់25ខែកុម្ភៈយោងតាមសារព័ត៌មាន Fox News សង្គ្រាមនៅមជ្ឈមបូព៌ានេះបានសម្លាប់មនុស្សច្រើនជាង 1000 នាក់នៅអ៊ីរ៉ង់និងរាប់សិបនាក់នៅលីបង់ខណៈដែលមន្ត្រីអាមេរិកនិយាយថាទាហានរបស់ខ្លួនចំនួន6នាក់ក៏បានប៉ូលីផងដែរ